សុកក៏មានអារម្មណ៍ថាក្លៀនបាយប៉ុន្តែជាបាយស្លឹកឈូកដែលនៅអាស៊ីមរៀបជំរាបសួរបងប្អូនអរគ្នាតើបងប្អូនណាខ្លះដែលមានកម្រងទៅលេងសៀមរាបមិនថានៅចុងសប្តាហ៍នេះនៅថ្ងៃសម័យរាត្រីខាងមុខឬក៏ថ្ងៃណានោះទេកុំភ្លេចមើលវីដេអូនេះដល់ចប់ហើយខ្ញុំនឹងប្រាប់បងប្អូនអំពីហេតុផលមួយចំនួនដែលយើងគួរតែទៅលេងនៅខេត្តសៀមរាបនរណាក៏សុទ្ធតែដឹងនឹងទទួលស្គាល់ដែរថានៅខេត្តសៀមរាបគឺជាទឹកដីមួយដែលជាក់ទៅជុំហើយនឹងផ្ដល់នៅអារម្មណ៍សុខដុមរមនាដល់យើងមែនតើមិនថាភ្ញៀវជាតិភ្ញៀវអន្តរជាតិហើយក៏មិនថាតែអ្នកសៀមរាបដូចជាខ្ញុំនេះទេគឺតែងតែជាប់ចិត្តនិងដិតដាមនៅក្នុងអារម្មណ៍ជាមួយនឹងទឹកដីដ៏ស្រស់ត្រកាលមួយនេះជាទូទៅនៅពេលដែលយើងទៅលេងនៅខេត្តសៀមរាបគឺយើងសុទ្ធតែដឹងហើយអំពីភាពល្បីល្បាញនៃប្រាសាទបុរាណជាច្រើនសង្ឃតែជាសម្បត្តិបេតិកភណ្ឌរបស់ដូនតាយើងហើយមួយទៀតអ្វីដែលជាចំណុចសំខាន់របស់ខេត្តសៀមរាបដែរនោះគឺមានម្ហូបអាហារឆ្ងាញ់និងល្បីប្រចាំតំបន់ដែលអ្នកពីចម្ងាយទៅហើយគឺតែងតែចង់ញ៉ាំចង់ភ្លក់ចំណុចមួយទៀតដែលយើងគួរឲ្យចាប់អារម្មណ៍នោះដែរគឺប្រជាជននៅក្នុងខេត្តសៀមរាបគឺជាប្រជាជនដែលមានទឹកចិត្តល្អមានភាពរួសរាយរាក់ទាក់មានស្នាមញញឹមមានភាពស្មោះត្រង់ចំណុចសំខាន់ទាំងអស់នេះហើយគឺជាភាព unique មួយនៃទឹកដីខេត្តសៀមរាបដែលធ្វើឲ្យគ្រប់គ្នាទៅលេងហើយគឺតែងតែទន្ទឹងរង់ចាំនៅក្នុងការទៅលេងនៅពេលក្រោយជាបន្តទៀតជាក់ស្ដែងសូម្បីតែខ្ញុំដែលជាកូនអ្នកសៀមរាបមានស្រុកកំណើតនៅខេត្តសៀមរាបស្រាប់ក៏នៅតែអត់ចេះនឿយណាយក្នុងការទៅលេងខេត្តសៀមរាបដែរបើនិយាយពីកន្លែងកំសាន្តវិញនៅក្នុងប្រទេសរបស់យើងឃើញថាពីខេត្តមួយទៅខេត្តមួយគឺមានភាពខុសប្លែកគ្នាទៅតាមតំបន់នីមួយៗប៉ុន្តែគ្រប់តំបន់ទាំងអស់មិនថាខេត្តណាក្រុងណាឬមួយក៏ប្រទេសណានោះទេអ្វីដែលយើងបានជួបផ្ទាល់បានប្រស័យតាក់ទងមុនគេបំផុតនោះគឺប្រជាជនគឺជាចំណុចសំខាន់មែនតើនៅពេលដែលខេត្តមួយតំបន់មួយឬក៏ប្រទេសមួយមានប្រជាជនដែលមានស្នាមញញឹមមានភាពរួសរាយរាក់ទាក់មានទឹកចិត្តល្អអញ្ចឹងទៅគឺវាជាចំណុចមួយដែលផ្សារភ្ជាប់អ្នកទេសចរជាមួយនឹងតំបន់នឹងឲ្យកាន់តែមានភាពជិតស្និទ្ធនឹងគ្នាមែនតើសម័យមើលថាបើសិនបើយើងទៅលេងនៅកន្លែងណាមួយឬក៏ប្រទេសមួយក៏ប៉ុន្តែប្រជាជនហាក់ដូចជាអត់សូវមានភាពរាក់ទាក់អញ្ចឹងយើងដែលជាអ្នកទៅពីចម្ងាយហ្នឹងគឺយើងអត់មានអារម្មណ៍ថាកក់ក្ដៅទេអញ្ចឹងមិនថាប្រជាជនល្អក៏ជាកត្តាដែលយើងអាចស្រូបទាញនៅភ្ញៀវទេសចរឲ្យមកទស្សនាក៏ដូចជាមកលេងនៅប្រទេសយើងបានច្រើនដូចគ្នាដែរឥឡូវយើងត្រឡប់មកនិយាយពីខេត្តសៀមរាបបន្តទៀតបងប្អូនធ្លាប់មានអនុស្សាវរីយ៍អីខ្លះនៅខេត្តសៀមរាបហើយមានតំបន់ណាមួយដែលធ្វើឲ្យបងប្អូនជាប់ចិត្តហើយនឹងដកជាប់នៅក្នុងអារម្មណ៍នៅពេលដែលបានទៅលេងនៅខេត្តសៀមរាបបើសិនជាមានកុំភ្លេចចែករំលែកផងហើយយើងនឹងបន្តការផ្សព្វផ្សាយនៅវីដេអូល្អៗតាមរយៈដំណើរកម្សាន្តរបស់យើងដែលយើងបានទៅលេងកម្សាន្តនៅតំបន់ផ្សេងក្នុងខេត្តសៀមរាបឬមួយក៏នៅទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសរបស់យើងបើសិនជាយើងចង់ឲ្យគេស្គាល់តើតែយើងខ្លួនឯងចាប់ផ្ដើមចូលរួមផ្សព្វផ្សាយទាំងអស់គ្នាតិចក្តីច្រើនក្តីក៏ប៉ុន្តែឥទ្ធិពលនៃ social media គឺពិតជាខ្លាំងមែនទែនដែលយើងអាចធ្វើឲ្យអន្តរជាតិបានស្គាល់នៅរមណីយដ្ឋានក៏ដូចជាទីកន្លែងកម្សាន្តល្អទាំងប្រវត្តិសាស្ត្រទាំងធម្មជាតិទាំងការកែច្នៃនៅក្នុងប្រទេសរបស់យើងអរគុណបងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូនេះហើយបើសិនជាបងប្អូនចូលចិត្តនិងគាំទ្រឲ្យខ្ញុំធ្វើវីដេអូបែបនេះបន្តទៀតកុំភ្លេច like share និងជួយចែករំលែកផងជម្រាបលាជួបគ្នានៅវីដេអូក្រោយ